រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជាអាដាមប្រាក់សកលហើយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសៀមស៊ីហាសាក់បានជួបប្រជុំគ្នាសារជាថ្មីទៀតហើយយើងសង្ឃឹមថាការប្រជុំនេះមិនមែនប្រជុំដើម្បីបញ្ជាពេលទេនឹងថាសៀមចូលរួមតុប្រជុំដោយសុឆន្ទៈក្នុងគោលបំណងបញ្ចប់សង្គ្រាមហើយត្រឡប់ទៅរកប្រក្រតីភាពវិញតែយើងមើលកន្លងមកតើសៀមបានរំលោភអីខ្លះយើងមើលតែកិច្ចព្រមព្រៀងលើកទី1រវាងកម្ពុជានិងសៀមដែលបានធ្វើជាមួយគ្នាកាលពីថ្ងៃទី7ខែសីហាឆ្នាំ2025កន្លងទៅក្រោមការសម្របសម្រួលរបស់លោកប្រធានាធិបតី Donald Trump យើងសម្រេចបានកិច្ចព្រមព្រៀងចំនួន13ចំណុចហើយក្នុងចំណោម13ចំណុចនោះសៀមរំលោភស្ទើរតែទាំងអស់ហើយគឺជាមូលហេតុដែលនាំទៅដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរលើកទី2នៅខែធ្នូសៀមបានរំលោភអីខ្លះមាត្រាទី1សៀមបានរំលោភការបញ្ចប់ការបាញ់ប្រហារដែលនៅក្នុងនោះភាគីទាំងពីរបានឯកភាពលើការឈប់បាញ់រួមចូលទាំងអាវុធគ្រប់ប្រភេទនិងជៀសវាងការបាញ់ប្រហារដោយគ្មានការបង្កហេតុសៀមរំលោភមាត្រា2ដែលចែងថាភាគីទាំងពីរត្រូវរក្សាទីតាំងកងទ័ពបច្ចុប្បន្នសៀមរំលោភមាត្រា3ដែលបានចែងថាមិនត្រូវបង្កើនកម្លាំងទ័ពនៅតាមព្រំដែនសៀមរំលោភមាត្រា4ដែលបានចែងថាមិនត្រូវធ្វើសកម្មភាពបង្កហេតុណាមួយដែលបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរសៀមរំលោភមាត្រា5ស្ដីពីការការពារជនស៊ីវិលដែលចែងថាភាគីទាំងសងខាងនឹងបដិញ្ញាមិនប្រើកម្លាំងយោធាប្រឆាំងនឹងជនស៊ីវិលថែមទាំងជួយសម្រួលដល់ការវិលត្រឡប់ទៅវិញនៃជនភៀសសឹកឲ្យបានចូលទៅទីលំនៅឋានរបស់ខ្លួនវិញបានឆាប់បំផុតតាមដែលអាចធ្វើទៅបានសៀមរំលោភមាត្រា8ដែលបានចែងថាមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិតឬក៏ព័ត៌មានវាយប្រហារក្នុងគោលបំណងកាត់បន្ថយការខឹងសម្បារពីសាធារណជនសៀមរំលោភមាត្រា10តាក់ទងទៅនឹងយន្តការទំនាក់ទំនងទ្វេភាគីសៀមធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីមិនចូលរួមក្នុងកិច្ចប្រជុំដើម្បីពន្យាការដោះស្រាយបញ្ហាដោយសន្តិវិធីសៀមរំលោភមាត្រា12តាក់ទងទៅនឹងការដកអាវុធទន់ធ្ងន់សៀមតែងតែធ្វើការចល័តអាវុធទន់ធ្ងន់នៅតាមព្រំដែនជាបន្តបន្ទាប់ហើយធ្វើការជីកត្រង់សេលេនដ្ឋានយោធាដែលបានត្រៀមលក្ខណៈធ្វើការវាយប្រហារប្រទេសកម្ពុជាជានិច្ចជានិរន្តរ៍សៀមរំលោភមាត្រា13ស្ដីពីការបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដើម្បីងាកទៅរកប្រក្រតីភាពវិញសៀមមិនដែលមានចេតនាត្រឡប់មករកតុចរចាដើម្បីធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធីទេសៀមប្រើតែកម្លាំងតែប៉ុណ្ណោះបាទទោះបីជាយ៉ាងណាក៏ដោយសៀមគួរតែអរគុណរដ្ឋាភិបាលកម្ពុជានេះបើសិនជារដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយករដ្ឋមន្ត្រីផ្សេងវិញប្រហែលជាសង្គ្រាមនេះមិនមែនប៉ុណ្្នឹងប្រហែលជាខូខើជាងនឹងទៀតអាចបាញ់គ្នាកំតិចអស់តែម្ដងចេញចាំមើលតទៅទៀតបងប្អូនអរគ្នាតើកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរនេះនឹងនាំមកនៅផ្លែផ្កាដែរឬទេតើសៀមចូលមកក្នុងតុចរចាដោយសុឆន្ទៈដើម្បីបញ្ចប់សង្គ្រាមដើម្បីបន្ធូរភាពតានតឹងហើយនឹងត្រឡប់ទៅរកប្រក្រតីភាពវិញឬក៏សៀមគ្រាន់តែលេងល្បែងអូសបន្លាយពេលវេលាហើយឆ្លៀតឱកាសដាក់កុងតឺន័រព័ទ្ធលូបន្លាជីកប្រឡាយដើម្បីពង្រីកទឹកដីរបស់វាបន្ថែមទៀតតែប៉ុណ្ណោះ